កម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាឬហៅកាត់ថាកោសកគឺជាអង្គការដែលមានសមាជិកច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកចំនួន189អង្គការនិងកំពុងបន្តកើនឡើងកោសកចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាពហុភាគីចំនួន9នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមមានផែនការអភិវឌ្ឍជាតិគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាគណនេយ្យភាពសង្គមក្រមការងារលើច្បាប់Lengoនិងច្បាប់ពន្ធដារវេទិកាភាពជាដៃគូថ្នាក់ខេត្តវេទិកាភាពជាដៃគូថ្នាក់ជាតិរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលភាពជាដៃគូសកលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជាឥទ្ធិពលនៃការតស៊ូមតិផ្នែកច្បាប់ 54% នៃយោបល់ផ្នែកច្បាប់ពីអង្គការសង្គមស៊ីវិលទទួលបានការឆ្លើយតបជាផ្លូវការពីរដ្ឋាភិបាល 37% ត្រូវបានដោះស្រាយជាវិជ្ជមានជាពិសេសលើច្បាប់Lengoនិងច្បាប់ពន្ធដារកំណែទម្រង់គោលនយោបាយ 83% នៃយោបល់គោលនយោបាយចំនួន140ត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌជាតិប្រហែល 80% នៃអនុសាសន៍របស់អង្គការសង្គមស៊ីវិលត្រូវបានបញ្ចូលក្នុងផែនការអភិវឌ្ឍជាតិនាឆ្នាំ 2024 ដល់ 2028 ពាណិជ្ជកម្មនិងសិទ្ធិមនុស្ស 78% នៃយោបល់ពីអង្គការសង្គមស៊ីវិលនិងកម្មករទៅលើការអនុវត្តការត្រួតពិនិត្យភាពត្រឹមត្រូវផ្នែកធុរកិច្ចត្រូវបានយកចិត្តទុកដាក់ដែលនាំឲ្យមានការបដិញ្ញាជាប្រសិទ្ធក្នុងវិស័យចេកនិងវិស័យកស៊ូដូចជាការគាំពារសង្គមនិងសិទ្ធិកម្មករជាដើមការមកបញ្ចុះមានស្តុកថ្នាំដែលចង់ធ្វើការបរិច្ចាគកាលពីឆ្នាំ 2024 ប៉ុន្តែយើងអត់បានធ្វើការបរិច្ចាគទេដោយយើងអត់មានលទ្ធភាពបង់ពន្ធដូច្នេះខ្ញុំបានចូលរួមសិក្ខាសាលាដែលរៀបចំឡើងដោយអង្គការ CC ក្រុមការចូលរួមរបស់អគ្គនាយកដ្ឋានពន្ធដារដែលតំណាងគាត់បានឲ្យយោបល់ពេលនោះគាត់ឲ្យយោបល់ថាគួរតែធ្វើការបរិច្ចាគឲ្យសុំការលើកលែងពន្ធនៅពេលក្រោយដូច្នេះក្នុងឆ្នាំ 2025 អង្គការក៏បានធ្វើការបរិច្ចាគថ្នាំចំនួនប្រហែលជា2លានគ្រាប់ជូនទៅក្រសួងសុខាភិបាលដែលទឹកប្រាក់សរុបប្រហែលជា$30,000ជាងកោសកបានសម្របសម្រួលក្នុងកិច្ចសន្ទនាភាពជាដៃគូថ្នាក់ខេត្តឬហៅកាត់ថា PPD ចំនួន19វេទិកាដោយបណ្ដាញអង្គការថ្នាក់ខេត្តដែលមានអ្នកចូលរួមរហូតដល់ 2,917 នាក់តួយ៉ាងបញ្ហាសង្គមនិងរដ្ឋបាលមូលដ្ឋានចំនួន256ករណីត្រូវបានលើកឡើងក្នុងនោះ 53% ទទួលបានការឆ្លើយតបពីរដ្ឋបាលថ្នាក់ខេត្តការសម្របសម្រួលថ្នាក់ជាតិអនុសាសន៍រួមចំនួន13ចំណុចត្រូវបានដាក់ជូនក្រសួងមហាផ្ទៃសម្រាប់វេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលប៉ុន្តែត្រូវបានពន្យាពេលទៅវិញដោយសារតែស្ថានភាពជម្លោះព្រំដែនការពង្រឹងស្ថាប័នបណ្ដាញអង្គការសង្គមស៊ីវិលថ្នាក់ខេត្តទាំង16បានចាត់អនុសារណៈនៃការយោគយល់គ្នាជាមួយអង្គការកោសកហើយបានរៀបចំនិងធ្វើបច្ចុប្បន្នភាពទៅលើផែនការយុទ្ធសាស្ត្រផែនការប្រតិបត្តិការផែនការតស៊ូមតិនិងផែនការគៀងគរធនធានតកតងការរៀនជាមួយអង្គការ CCC ផ្នែកការស្វែងរកថវិកាគាំទ្រ local ក្នុងតំបន់ហ្នឹងក្នុងស្រុកហ្នឹងធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងថ្មីល្អច្រើនក្នុងការស្វែងរកការគាំទ្រធនធានមិនថាធនធានថវិកាជាសម្ភារៈឬក៏ពេលវេលាអីការស្ម័គ្រចិត្តអីទេឃើញថាសកម្មភាពឬក៏ចំណេះដឹងនៃដំណើរការនៃការកោគេធនធាននេះល្អមែនទែនជាទុនមួយសម្រាប់ជួយទៅដល់អង្គការសមាគមខ្ញុំឬក៏អង្គការសមាគមវិស័យពិការភាពនេះដទៃទៀតដើម្បីចែកម្លែកទៅគាត់ដើម្បីគាត់មានចំណេះជំនាញនេះស្វែងរកការគ្រប់គ្រងទាំងថវិកាធនធានឬក៏ពេលវេលាខ្ញុំគិតថា
តទៅពេលខាងមុខយើងនឹងប្រើប្រាស់ចំណេះដឹងនេះដើម្បីស្វែងរកការគោរពធនធានគេគោរពធនធានដើម្បីជួយដល់សមាគមសហគមន៍អង្គការរបស់យើង ធនធានសម្រាប់អង្គការសង្គមស៊ីវិលថ្នាក់ជាតិទទួលបានការគាំទ្រពីម្ចាស់ជំនួយចំនួន 9 ស្ថាប័នរួមទាំងចំណូលផ្ទាល់របស់អង្គការកសកជាមួយនឹងក្រុមការងារបច្ចេកទេសស្ម័គ្រចិត្តចំនួន 9 ក្រុមដែលមានសមាជិកសរុប 97 នាក់ មជ្ឈមណ្ឌលធនធានថ្នាក់ខេត្តបដាញអង្គការសង្គមស៊ីវិលថ្នាក់ខេត្តទាំង 6 រួមមានសៀមរាប កំពត រតនគិរី បាត់ដំបង បន្ទាយមានជ័យ និងក្រចេះ កំពុងអភិវឌ្ឍខ្លួនទៅជាមជ្ឈមណ្ឌលធនធានដែលមានវេទិកា Digital និងការរៀនសូត្រគ្នាទៅវិញទៅមកសមត្ថភាពនិងប្រសិទ្ធភាព 75% នៃអង្គការសង្គមស៊ីវិលបានប្រើប្រាស់មជ្ឈមណ្ឌលធនធាននេះបានឆ្លើយតបថាប្រសិទ្ធភាពនៃកម្មវិធីរបស់ពួកគេមានភាពល្អប្រសើរជាងមុន ការកែលម្អសំខាន់ៗនៅក្នុងផ្នែកមួយចំនួនដូចជាផ្នែកសុវត្ថិភាព Digital ឧបករណ៍មួយបង្កទំនងឬហៅកាត់ថា Do No Harm ផ្នែកគ្រប់គ្រងធនធានមនុស្សផ្នែកហិរញ្ញវត្ថុផ្នែកបច្ចេកវិទ្យាព័ត៌មាននិងផ្នែកតាមដាននិងវិតម្លៃ វេទិការៀនសូត្រ M&E គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់អង្គការសង្គមស៊ីវិលក្នុងការមកចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងពាក់ព័ន្ធទៅនឹងប្រព័ន្ធ M&E ជាពិសេសទៅលើឧបករណ៍ប្រមូលទិន្នន័យដើមគ្រាអង្គការ MTC របស់យើងគឺយើងបានយកចំណេះដឹងក៏ដូចជាបទពិសោធន៍ដែលយើងទទួលបានពីវេទិកានោះយកមកពង្រឹងបន្ថែមទៅនឹងប្រព័ន្ធទូទាត់តាមដាននិងវាយតម្លៃក៏ដូចជាឧបករណ៍ M&E ដែលយើងមានស្រាប់ ដើម្បីឲ្យយើងអាចមានសមត្ថភាពកាន់តែរឹងមាំថែមទៀតទៅនឹងឧបករណ៍ទាំងអស់នោះដើម្បីឲ្យយើងអាចធ្វើរបាយការណ៍ទៅឲ្យម្ចាស់ជំនួយបន្ថែម សមិទ្ធផលទាំងអស់នេះមិនមែនជារបស់អង្គការកសកតែឯងនោះទេវាគឺជាសមិទ្ធផលរបស់សមាជិកទាំងអស់ដែលបានបន្លឺសម្លេងឡើងនិងរួបរวมគ្នាក្នុងឆ្នាំ 2025 សូមជម្រាបសួរតាំងនាមឲ្យអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាខ្ញុំសូមថ្លែងអំណរគុណទៅដល់សមាជិកសមាជិកាទាំងអស់អង្គការបណ្ដាញថ្នាក់ខេត្តក៏ដូចជាម្ចាស់ជំនួយនិងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមចំណែកទៅក្នុងការធ្វើឲ្យសម្រេចបាននៅទស្សនវិស័យរួមរបស់យើងគឺការអភិវឌ្ឍប្រកបដោយចីរភាពនិងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាសូមអរគុណ